ក្តាមនៅឯភូមិមួយដែលនៅជាប់នឹងឆ្នេរសមុទ្រមានបុរសម្នាក់ឈ្មោះតារាដែលគេស្គាល់ថាជាបុរសជីកក្តាមរៀងរាល់ព្រឹកតារាយកកណ្ដាលតូចមួយនិងប៉ែជីកដើរទៅឆ្នេរដើម្បីជីករកក្តាមគាត់មានជំនាញពិសេសមួយគឺអាចស្ដាប់សំឡេងខ្យល់និងមើលសភាពខ្សាច់ដើម្បីដឹងថាក្តាមលាក់ខ្លួននៅទីណាតារារស់នៅក្នុងខ្ទមតូចមួយជាមួយកូនស្រីតូចរបស់គាត់ឈ្មោះសុភាពួកគេមិនសូវមានទ្រព្យសម្បត្តិទេប៉ុន្តែតារាតែងតែប្រាប់សុភាថាសមុទ្រគឺជាឃ្លាំងទ្រព្យរបស់យើងរៀងរាល់ថ្ងៃគាត់នាំក្តាមដែលជីកបានទៅលក់នៅផ្សារហើយនាំមកវិញនៅអង្ករនិងរបស់របរប្រើប្រាស់សម្រាប់គ្រួសារសុភាចូលចិត្តស្ដាប់រឿងរ៉ាវរបស់ឪពុកអំពីសមុទ្រនិងសត្វក្តាមដែលចេះនិយាយតាមរបៀបរបស់ពួកវាថ្ងៃមួយពេលកំពុងជីកសាច់នៅចិត្តថ្មធំមួយតារាបានngheសំឡេងចម្លែកមួយដូចជាក្តាមកំពុងខ្សឹបគាត់ជីកតាមសំឡេងនោះហើយភ្ញាក់ផ្អើលនៅពេលរកឃើញក្តាមមួយដែលមានពណ៌មាសចាំងចែងក្តាមនោះមិនរត់ចេញទេតែផ្ទុយទៅវិញវាសម្លឹងមកតារាហើយនិយាយថាខ្ញុំជាក្តាមមាសអ្នកណាដែលជួយខ្ញុំនឹងទទួលបានសំណាងតារាមិនជឿភ្នែកនិងត្រចៀកខ្លួនឯងទេប៉ុន្តែគាត់សម្រេចចិត្តនាំក្តាមនោះទៅផ្ទះនៅផ្ទះក្តាមមាសបានប្រាប់តារាថាវាត្រូវបានអ្នកនេសាទចាប់បានហើយបានរត់គេចមកលាក់ខ្លួននៅឆ្នេរនេះវាសន្យាថាប្រសិនបើតារាជួយការពារវាពីអ្នកនេសាទវានឹងប្រាប់គាត់ពីទីតាំងនៃសម្បត្តិសមុទ្រដ៏អស្ចារ្យតារាយល់ព្រមប៉ុន្តែគាត់ត្រូវប្រឈមនឹងអ្នកនេសាទដ៏លោភលន់ម្នាក់ឈ្មោះលោកចាយដែលបានដឹងពីក្តាមមាសលោកចាយបានព្យាយាមលួងលោមតារាដើម្បីឲ្យប្រគល់ក្តាមនោះមកគាត់ដោយសន្យាថានឹងចែករំលែកប្រាក់ប៉ុន្តែតារាបដេសាទដោយនិយាយថាសំណាងពិតមិនមែនមកពីលុយទេតែមកពីចិត្តស្មោះយប់មួយក្តាមមាសបាននាំតារានិងសុភាទៅកន្លែងលាក់ខ្លួននៃសម្បត្តិសមុទ្រនៅទីនោះពួកគេរកឃើញកំណប់តូចមួយដែលមានគិសនិងអង្ករគ្រប់គ្រាន់សម្រាប់ឲ្យពួកគេរស់នៅសុខសាន្តជាច្រើនឆ្នាំក្តាមមាសបានបាត់ខ្លួនបន្ទាប់ពីនោះប៉ុន្តែតារានិងសុភាមិនដែលភ្លេចវាឡើយពួកគេបានចែករំលែកកំណប់នោះជាមួយអ្នកភូមិដែលត្រូវការជំនួយហើយតារានៅតែបន្តជីកក្តាមព្រោះគាត់ថាសមុទ្រមិនដែលខកខានអ្នកដែលស្រឡាញ់វា